បាទសួស្តីបងប្អូនម្ដងទៀតហើយអញ្ចឹងឯងចូលមកដល់វគ្គនេះយើងខ្ញុំនឹងរើសយកម៉ូតូមួយយកមកធ្វើបទបង្ហាញឬក៏ធ្វើវីដេអូជូនអ្នកទាំងអស់គ្នាអញ្ចឹងសួរថាបងប្អូនចង់មើលម៉ូតូមួយណាដែរចង់មើលមួយណាទេណាបងប្អូនខ្ញុំគិតថាគួរតែរើសយកម៉ូតូណាអញ្ចឹងខ្ញុំគិតថាឥឡូវធ្វើ CL 250ជូនបងប្អូនមើលមុនគេចុះបាទអញ្ចឹងតោះចូលទៅក្នុងវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទបាទអរគុណបងប្អូនទាំងអស់គ្នាម៉ូតូថ្ងៃនេះគឺជាប្រភេទម៉ូតូ CL 250ដែលម៉ូតូនេះគឺជាប្រភេទម៉ូតូ Scrambler របស់ក្រុមហ៊ុន Honda ដោយបងប្អូនដឹងហើយថាម៉ូតូគឺបែងចែកចេញជាច្រើនប្រភេទខ្លាំងណាស់ដូចជាប្រភេទម៉ូតូ Cruiser ម៉ូតូ Scooter Dual Sport ម៉ូតូបែប Adventure ឬក៏ជាប្រភេទម៉ូតូ Cross ហើយក្នុងនោះក៏មានប្រភេទម៉ូតូ Scrambler នេះផងដែរហើយប្រភេទម៉ូតូ Scrambler នេះគឺមានដើមកំណើតចេញពីចក្រភពអង់គ្លេសកាលពីចំនួនមុននៅពេលដែលគេមានពេលទំនេរពួកគេទាំងអស់គ្នានោះចូលចិត្តយកម៉ូតូរបស់គេយកទៅកែច្នៃហើយប្រណាំងគ្នាហើយដោយសារតែទីលានឬក៏កន្លែងដែលគេប្រណាំងហ្នឹងមិនមែនជាផ្លូវថ្នល់ធម្មតាទេគឺមានផ្លូវដីផ្លូវល្បាប់ផ្លូវខ្សាច់ផ្លូវគ្រួសអីហ្នឹងដូច្នេះពួកអាគាំងការពីមុនគេបានកែច្នៃម៉ូតូឲ្យធ្វើយ៉ាងម៉េចឲ្យម៉ូតូរបស់ពួកគេនោះគឺឈ្នះនៅក្នុងការប្រកួតដូច្នេះប្រភេទម៉ូតូ Scrambler គឺបានចាប់កំណើតនៅពេលនោះឯងដោយចំណុចសំខាន់របស់ប្រភេទម៉ូតូ Scrambler នោះគឺកង់ម៉ូតូត្រូវតែមានបន្ទាលធំដែលអាចជិះចូលទៅដីជ្រាយបានទីពីរនោះគឺត្រូវតែមានដៃចង្កូតឲ្យធំឬក៏ឲ្យវែងក្នុងការស្រួលបត់បែនបើសិនជាប្រើដៃចង្កូតខ្លីគឺចំណាយកម្លាំងខ្លាំងណាស់ក្នុងការបត់ហើយចំណុចមួយទៀតនោះគឺគម្លាត ground clearance ឬក៏គម្លាតពីដីមកដល់ទួលម៉ាស៊ីនធ្វើយ៉ាងម៉េចឲ្យវាខ្ពស់ជាងម៉ូតូធម្មតារីឯបំពង់ស៊ីម៉ាំងវិញត្រូវតែលើកឲ្យខ្ពស់ក៏ព្រោះថាម៉ូតូដែលយកទៅប៉ាណាំងបើសិនជាដាក់បំពង់ស៊ីម៉ាំងចុះក្រោមនឹងទើសដុំថ្មដីខ្សាច់ឬក៏កលនេះកលនោះពិបាកធ្វើដំណើររីឯបូមវិញក៏គេធ្វើឲ្យខ្លាំងផងដែរធ្វើយ៉ាងម៉េចពេលចូលកហុកឲ្យវាមានប្រេសចុងដោលម៉ូតូឲ្យឡើងលើវិញបានហើយទាំងអស់នេះគឺសុទ្ធតែជាចំណុចសំខាន់របស់ប្រភេទម៉ូតូ Scrambler តែសួរថាម៉ូតូ Scrambler ដែលគេចេះតែរចនារូបរាងរហូតមកដល់ថ្ងៃនេះឬក៏មកដល់សតវត្សនេះតើគេធ្វើប្រភេទម៉ូតូ Scrambler នេះឡើងមកក្នុងគោលបំណងដូចពីមុនដែរទេគេផលិតម៉ូតូប្រភេទនេះឡើងមកដើម្បីចូលរួមប្រកួតដូចជាការពីមុនដែរទេគឺអត់ទេបងប្អូនគេគ្រាន់តែយក concept ពីមុនឬក៏ការគិតរបស់មនុស្សចំនួនមុនយកមកធ្វើឲ្យវាប្រហាក់ប្រហែលគ្នាអញ្ចឹងទៅហើយគោរពតាមច្បាប់នៅក្នុងពេលបច្ចុប្បន្ននេះវិញចំណុចនេះខ្ញុំសូមលើកឧទាហរណ៍ថាម៉ូតូ Scrambler កាលពីមុនម៉ូតូប្រណាំងដូច្នេះគេមិនបំពាក់ភ្លើងស៊ីញ៉ូអីទេឬក៏អំពូលភ្លើងអីក៏គ្មានដែរហើយសូម្បីតែកាំកង់គឺជាប្រភេទកាំរាយដែលពេលដែលគេចូលរួមប្រណាំងគឺវាត្រូវតែចូលកហុកបើសិនជាដាក់កាំប្រទះដូចម៉ូតូ Scrambler ក្នុងពេលបច្ចុប្បន្ននេះនឹងបាក់កាំជាក់ជាមិនខានអញ្ចឹងត្រឡប់មកវិញប្រភេទម៉ូតូ CL 250នេះគឺជាប្រភេទម៉ូតូដែលគេរចនាឡើងតាមបែប Scrambler តែជាប្រភេទម៉ូតូទំនើបចំនួនថ្មីផុតលេខឆ្នាំ2023ដោយ CL 250នេះគឺភ្ជាប់មកជាមួយនឹងប្រព័ន្ធ slipper clutch ដោយប្រព័ន្ធអា slipper clutch នេះខ្ញុំបាទឃើញបំពាក់តែលើប្រភេទម៉ូតូថ្លៃតែប៉ុណ្ណោះហើយប្រព័ន្ធអា slipper clutch នឹងគឺជាប្រព័ន្ធដែលពេលអ្នកបើកកំពុងតែបើកលឿនសុកហើយច្រឡំចុចលេខថយក្រោយវិញធម្មតាយើងជិះលេខ6ហើយយើងច្រឡំចុចលេខសាងមកលេខ5វិញធម្មតាម៉ាស៊ីនម៉ូតូនឹងយ៉ងឬក៏អាចធ្វើឲ្យយើងគ្រោះថ្នាក់បានយើងកំពុងតែជិះកុងទ័រ120សុកស្រាប់តែធ្លាក់លបឿនភ្លាមទៅកុងទ័រ8វិញដូច្នេះអ្នកដែលមិនសូវចេះជិះគឺអាចដួលម៉ូតូបានតែមានប្រព័ន្ធ slipper clutch នេះបងប្អូនមិនបាច់ភ័យទេវានឹងធ្លាក់លបឿនមកសន្សឹមមិនកំហុកពេកបានអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនត្រូវការឬក៏ចង់មើលប្រភេទម៉ូតូ CL នេះអាចចូលទៅក្នុង website របស់យើងមើលរូបសន្លឹកបានហើយបើសិនជាបងប្អូនចង់ចរចាតម្លៃសូមតាក់ទងយើងខ្ញុំតាមប្រអប់ផ្សារឬក៏បំពេញព័ត៌មានរបស់បងប្អូននៅក្នុង website របស់យើងខ្ញុំនឹងតាក់ទងទៅបងប្អូនវិញម្ដងម្នាក់មិនឲ្យចន្លោះម្នាក់ណាទេអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយទៀត